Bà,សួស្តីគ្នាយើងបាទថ្ងៃនេះយើងមកសិក្សាអំពីលំហាត់ទី4បន្តទៀតបន្តពីវីដេអូមុនបាទអញ្ចឹងយើងមកមើលលំហាត់ទាំងអស់គ្នាបាទវិធីលំហាត់ទាំងអស់គ្នាយើងអានទាំងអស់គ្នាបាទអូខេបាទលំហាត់ទី4បាទគេថានៅក្នុងធុងបិទជិតមួយមានមាត្រសរុបបាទអ្វីបាទគឺស្មើជាមួយនឹង0.831ដេស៊ីម៉ែត្រគីបបាទផ្ទុកឧស្ម័នបរិសុទ្ធមាន N បាទចំនួន5 × 10 × 12 ម៉ូលបាទស្ថិតក្រោមសម្ពាធប៉ែគឺ1.65 អាត់ម៉ូស្ហ្វែរបាទនៅសីតុណ្ហភាពកំណត់មួយបាទអញ្ចឹងកគឺគណនាសីតុណ្ហភាពនៃឧស្ម័ននៅក្នុងធុងនោះបាទខបាទខគណនាតម្លៃមធ្យមនៃថាមពលស៊ីនេតិករបស់ម៉ូលេគុលឧស្ម័ននីមួយៗបាទគេឲ្យថេបាទឧស្ម័នបរិសុទ្ធ Air គឺស្មើ 8.31 បាទការ B គឺស្មើ 1.38 គុណសកុលដល់បាទ23បាទ Joule ក្នុង Kelvin បាទអញ្ចឹងយើងបន្តទៅទៀតអូខេបាទអញ្ចឹងយើងបាទកបាទគណនាសីតុណ្ហភាពនៃឧស្ម័ននៅក្នុងធុងនោះបាទគណនាបាទសីតុណ្ហភាពបាទនៃឧស្ម័នបាទយើងតាមសមីការភាពឬក៏សមីការបរិសុទ្ធមកបាទតាមសមីការបាទឧស្ម័នបាទបរិបាទបរិសុទ្ធបាទពេលវេស្មើ n បាទ air បាទតេបាទបាទអញ្ចឹងយើងទាញរកបាទតេស្មើមែនយើងបាទស្មើជាមួយនឹងបាទពេលវេបាទចែកឲ្យមែនយើងចែកឲ្យ air តេណាបាទបាទចែកឲ្យបាទ n air អូខេបាទអញ្ចឹងយើងដោយបាទពេលយើងស្មើមែនយើងបាទពេលគឺស្មើជាមួយនឹងបាទ1.65បាទ AT ATM atmosphere នេះយើងបាទអញ្ចឹងយើងបែកមកបាទនឹងគុណនឹង10គុណ5បាទ65បាទគុណជាមួយនឹង10សេគុណ5បាទប៉ាស្កាល់អូខេអឺមួយទៀតគឺវ៉េស្មើមែនយើងស្មើ0.831បាទដេស៊ីម៉ែត្រគីបចឹងយើងត្រូវបែកវាទៅជាម៉ែត្រគីបបាទបែកទៅជាម៉ែត្រគីបបានមែនទេយើងដេស៊ីបាទ10សេគុណដក1បាទដក1ស្វ័យគុណ3ដក3បាទអញ្ចឹងបាទ0.បាទ8បាទ31បាទគុណ10សេគុណបាទដក3បាទម៉ែត្រគីបបាទបាទ n យើងឃើញមែន n យើងបាទ n យើងគឺស្មើបាទ5គុណ10សេគុណដក2បាទម៉ូលបាទ air បាទស្មើនឹងបាទ8ចុចបាទ31បាទ joule បាទម៉ូលបាទកែវិនអូខេអញ្ចឹងយើងជួសចូលបាទ
តែមកឃើញមែនយើងតែมันបាទអូខេប៉ែយើង1ចុចបាទ65បាទគុណ10សេគុណ5បាទគុណជាមួយនឹងបាទវ៉ែគឺ0.841បាទគុណ10សេគុណដក3យើង n 5គុណ10សេគុណដក2បាទគុណជាមួយនឹង air បាទ8ចុចបាទ41បាទនេះយើងទាញរកតែមកឃើញមែនគណនាមកអូខេបាទអញ្ចឹងឥឡូវយើងស៊ីសងទៅគុណទៅឃើញមែន1.65យើងគុណឲ្យបាទ0.831បាទអញ្ចឹងយើងឃើញ1.37បាទគុណ10សេគុណមែននេះយើង2បាទចាក្រោមយើងគុណឃើញមែន8.31បាទគុណជាមួយនឹង5បាទឃើញ41បាទ41.55បាទគុណ10សេគុណបាទដក2បាទយើងយកបាទ1ចុចបាទ47យើងចែកឲ្យបាទ41.55មកវិញបាទ0.032បាទនេះយើងគុណឲ្យ10សេគុណមែន10សេគុណ4បាទដោយសារតែដក2ឡើងទៅលើបែនបាទ2គុណជាមួយនឹង2បាទបូកជាមួយ10សេគុណគុណជាមួយ10សេគុណដក2គឺស្មើជាមួយនឹង10សេគុណបាទគុណជាមួយនឹង10សេគុណ2ស្មើជាមួយនឹង10សេគុណ4បាទអូខេអញ្ចឹងយើងទាញមែនតែបាទស្មើជាមួយនឹងបាទ320បាទកែវិនអូខេតែយើងស្មើប៉ុណ្ណឹងកែវិនអូខេបាទអញ្ចឹងយើងបន្តទៅចំណុចខទាំងអស់គ្នាបាទចំណុចខគេសួររយគេនេះយើងបាទចំណុចខគេឲ្យកណនាតម្លៃមធ្យមនៃថាមពលស៊ីនេតិករបស់ម៉ូលេគុលស្មែននីមួយៗបាទអញ្ចឹងយើងគណនាបាទគណនាតម្លៃបាទមធ្យមបាទនៃថាមពលស្មែននីមួយៗស្មែននីមួយអញ្ចឹងតាមរូបមន្តនេះយើងតាមបាទរូបមន្តបាទបាទការបាទ average បាទស្មើជាមួយនឹង3/2បាទការបេបាទការបេតេបាទអញ្ចឹងយើងដាក់ការបេស្មើមែននេះយើងការបេគឺស្មើជាមួយនឹង1.38គុណ10សេគុណបាទដក23បាទ joule បាទកែវិនបាទអូខេនេះការបេបាទតែយើងគឺស្មើជាមួយនឹង320កែវិនបាទអញ្ចឹងយើងជួសចូលក្នុងរូបមន្តយើងបានកែបាទ average បាទស្មើជាមួយនឹងបាទនឹងបាទ1.38បាទគុណជាមួយនឹង10សេគុណបាទដក23បាទគុណជាមួយនឹង320បាទ
dương trai ỏi mà là bị mà cá eo rét mà cá eo rét mà อันนี้យើងមួយចុចយើងយក320យើងចែកcho 2មកបាទ320យើងចែក2ហ្នឹងមែនបាទបាន160បាទអញ្ចឹងយើងយក160បាទគុណឲ្យ3បាទគុណជាមួយនឹង1.38បាទគុណជាមួយនឹង10សេគុណដក23បាទអញ្ចឹងស្មើម្នាក់យើងបាទគុណ3គុណបាទ1.38បាទឃើញបាទ600បាទ62បាទចុច4បាទគុណ10សេគុណបាទមែនដក23បាទហ្ស៊ូលបាទអូខេចឹងហ្នឹងគឺជាការ average បាទអូខេចឹងយើងមិនមែនចម្លើយមួយហើយបាទអញ្ចឹងលំហាត់យើងចប់ប៉ុណ្ណឹងបាទចប់សម្រាប់ការ average ហ្នឹងនៃយើងបាទសូមអរគុណអ្នកនរគ្នាសម្រាប់ការតាមដានហើយកុំភ្លេចចុច Subscribe ហើយ like ម្នាក់មួយផងដើម្បីទទួលបានវីដេអូថ្មីបាទអូខេ Subscribe and like បាទ Thank you បាទ